ជំរាបសួរអ្នកគ្នាខ្ញុំបាទ Black Moon ហើយថ្ងៃនេះដែរគឺខ្ញុំមកបញ្យល់អ្នកគ្នាពីរបៀបលេង Raoul ហើយនឹង setting ដែលខ្ញុំលេង Raoul ហ្នឹងតែអ្នកគ្នាក៏មិនស្រួលហ្នឹងអញ្ចឹង setting របស់ខ្ញុំគឺអត់មានអីច្រើនទេគឺធម្មតាបែបហ្នឹងទេអ្នកគ្នាអាចមើលបានបិទតែលើនឹងមួយទេហើយកន្លែងgraphic មួយទៀតគឺខ្ញុំបិទកុំឲ្យតែវាយទៅ Anchor Screen ណាអ្នកគ្នាព្រោះវាយ Anchor Screen ទៅខ្ញុំវាឈឺក្បាលហើយមានអារម្មណ៍ថាមើលទៅវាអត់ smooth ណាអ្នកគ្នាអញ្ចឹងខ្ញុំបិទវាចោលអញ្ចឹងរបៀបលេង Raoul គឺអត់មានអីពិបាកទេអ្នកគ្នាគឺរៀងស្រួលដែរទេអញ្ចឹងតោះខ្ញុំចូលបង្ហាញអ្នកគ្នាតែម្ដងទៅអញ្ចឹងខ្ញុំចូលបញ្យល់អ្នកគ្នាក្នុងវគ្គធម៌មិនហ្មងអ្នកគ្នាដើម្បីយើងយល់ងាយស្រួលយល់ជាងវគ្គយើងហាត់ធម្មតាអ្នកគ្នាអូខេអ្នកគ្នាមកដល់ហ្គេមនេះគឺខាងគេវាយស្វីមុនអញ្ចឹងយើងទុកបាល់មកហើយយើងរត់មកក្រោយអ្នកគ្នាបន្តរត់មកក្រោយយើងរត់មកមុខវិញឲ្យវាឡើងបានពាក់កណ្ដាលអញ្ចឹងទៅតែស្មានបាល់ដែរអ្នកគ្នាយើងស្មានបាល់ឲ្យវាហើយយើងហក់ទៅយើងវាយអ្នកគ្នាអញ្ចឹងពេលយើងហក់ទៅគឺយើងកុំប្រឡែងកន្លែង control ដែលយើងដើរទៅមុខទៅក្រោយអញ្ចឹងអ្នកគ្នាអញ្ចឹងខ្ញុំបង្ហាញអ្នកគ្នាតិចអូខេអ្នកគ្នាអញ្ចឹងអ្នកគ្នាព្យាយាមលេងបែបហ្នឹងរហូតមកពេលបានបាល់យើងរត់មកក្រោយហើយពេលយើងរត់មកមុខវិញយើងស្មានវាទៅអ្នកគ្នាយើងឥឡូវគេវាយចូលកន្លែងខ្ញុំទប់អត់ជាប់អត់ដឹងម៉ែបាល់តិចយើងទប់អត់បានណាឥឡូវម្ដងទៀតនេះអ្នកគ្នាយើងរត់មកក្រោយមកហើយយើងរត់មកមុខគេហក់ពេលយើងហក់ទៅកុំប្រឡែង control ហើយយើងហក់រហូតទៅវាអត់ទៅមុខទេតែអ្នកគ្នាពេលរុញទៅមុខកុំប្រឡែងដៃយើងទៅមុខឲ្យជាប់យកហ្មងចឹងវីដេអូហ្នឹងខ្ញុំសង្ឃឹមថាអ្នកនរគ្នានឹងយល់ពីអ្វីដែលខ្ញុំបានបញ្យល់អ្នកនរគ្នាព្រោះខ្ញុំលើកទី1អ្នកគ្នាដែលរៀនបញ្យល់រៀនអីចឹងណាខ្ញុំវាអត់សូវជំនាញហ្មងណាអ្នកគ្នាព្រោះខ្ញុំទើបតែចាប់ផ្ដើមធ្វើ YouTube ដែរចឹងសង្ឃឹមថាអ្នកនរគ្នាពេញចិត្តបើសិនជាអ្នកនរគ្នាអត់យល់ខ្ញុំនឹងព្យាយាមធ្វើវីដេអូម្ដងទៀតនៅវីដេអូក្រោយឲ្យអ្នកនរគ្នាយល់ជាងហ្នឹងទៀតចឹងអរគុណអ្នកនរគ្នាដែលបានមើលហើយសង្ឃឹមថាអ្នកនរគ្នាឆាប់ចេះលេង Raoul ទាំងអស់គ្នាចឹងខ្ញុំបាយបាយអ្នកគ្នាគឺអស់ហើយយើងចាំជួបគ្នានៅវីដេអូក្រោយទៀតអ្នកគ្នាបាយបាយ